ខ្ញុំកាត់មកសូមនមស្ការអង្គកាយថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីលឹកដល់ពងខ្ពស់ឧត្តមឧត្តមក្រៃលែងលើលោកនេះសូមនមស្ការអង្គកាយថ្វាយបង្គំដល់គុណចាស់ដែលគង់ទីនេះដែលមុនមកពីវត្តវិបស្សនាស្រែពួកទាំងបានមកសិក្សាព្រះធម៌ហើយព្យាយាមប្រតិបត្តិបានផលត្រូវមួយចំនួនហើយដែរហើយក៏សូមគោរពយោគីវិចរទាំងអស់ដែលបានជើញមកទីនេះដើម្បីអប់រំចិត្តជាការពិតហើយថានោះយើងម្នាក់បើគ្មានការអប់រំចិត្តទេនោះចិត្តនេះវារពើក្រពើងចិត្តនេះវាពឹកវរចិត្តនេះវាច្បោកច្បល់ចិត្តនេះវាមួម៉ៅស្ដាយក្រោយឬក៏ចិត្តនេះវាមានភាពមហិច្ឆតាលោភលន់ហួសហេតុពេកទៀតហើយបើយើងមិនបានអប់រំចិត្តទេនោះយើងក៏អត់ស្គាល់ចិត្តខ្លួនឯងដែរឥឡូវនេះយើងបានស្គាល់ចិត្តខ្លួនឯងខ្លះហើយក៏កំពុងបន្តឲ្យស្គាល់ចិត្តរបស់ខ្លួនឯងនៅពេលត្រឡប់ទៅផ្ទះវិញចិត្តនេះបើយើងមិនអប់រំមិនស្គាល់ទេនោះចិត្តនេះងាយនឹងធ្លាក់ទៅក្នុងអន្ទាក់របស់មេងាយធ្លាក់ទៅក្នុងកាមគុណ5ដែលកំពុងរស់នៅសពថ្ងៃនេះសូមយល់ចូលចិត្តថាយើងទាំងអស់គ្នាកំពុងរស់នៅក្នុងភូមិមាក្នុងវិស័យមាគឺកាមគុណ5នេះឯងដែលយើងរស់នៅសពថ្ងៃនេះឯងចាំបានធម៌ពុទ្ធជាម្ចាស់អត់សម្ដែងឯណាក្រៅអំពីធម៌ដែលប្រព្រឹត្តទៅនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនឹងឯងជីវិតរស់នៅប្រចាំថ្ងៃក្នុងការដែលយើងនៅក្មេងយើងទៅរៀនផ្លូវលោកយើងទំនាក់ទំនងមនុស្សក្នុងវ័យក្មេងដូចគ្នាអញ្ចឹងចំណងចំណូលចិត្តនឹងប្រហាក់ប្រហែលគ្នាក្នុងយុវវ័យដូចគ្នាតែយើងធំឡើងមានគ្រួសារប្តីប្រពន្ធនោះបូកបន្ទុកក្នុងផ្លូវចិត្តច្រើនជាងនៅលីវអ្នកខ្លះបន្ទុកកិច្ចការទាំងឡាយស្ថិតលើឪពុកម្ដាយជាអ្នកជំនួសអញ្ចឹងកូនចៅប្រុសស្រីទៅគិតថាឪពុកម្ដាយរិចពុនក្រឹបបែបយ៉ាងដើម្បីជំនួសកូនទាំងអស់ចឹងកូនទៅរៀនគឺរៀនឲ្យច្បាស់លាស់ឲ្យចេះដឹងដើម្បីកុំឲ្យបំផ្លាញទឹកចិត្តម៉ែឪបំផ្លាញពេលវេលានិងបំផ្លាញអនាគតខ្លួនឯងដោយសារតែការសប្បាយភ្លើតភ្លើននៅក្នុងវ័យរបស់ខ្លួនព្រះអង្គបានទូលមានច្បាស់ណាស់ថាវ័យរបស់សត្វលោកតែងប្រព្រឹត្តទៅតាមដំណាក់កាលមួយទៅដំណាក់កាលមួយគឺវ័យក្មេងវ័យកណ្ដាលនិងវ័យចាស់អញ្ចឹងវ័យក្មេងនេះព្រះអង្គបញ្ជាក់ថាត្រូវស្វែងរកចំណេះដឹងទាំងផ្លូវលោកនិងចំណេះដឹងទាំងផ្លូវធម៌ប៉ុន្តែមេដាបិតាប្រទះស្រឡាញ់កូនពេកប្រឹងប្រែងឲ្យកូនរកតែចំណេះវិជ្ជាផ្លូវលោកបាត់ផ្លូវធម៌មិនបានដឹងពីភារកិច្ចតួនាទីខ្លួនឯងជាឪពុកម្ដាយត្រូវធ្វើអ្វីដំបូងទីលោកដឹងតែពីស្រឡាញ់ដឹងតែពីបង្រៀនកូនតាមទម្លាប់ប៉ុន្តែមិនបានយល់ថាតើព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងឲ្យមេដាបិតាអប់រំកូនយ៉ាងណាខ្លះនោះទេគាត់អប់រំទៅតាមទម្លាប់របស់គាត់ពីដូនពីតាមកដូច្នេះយើងសង្កេតឃើញថាខ្វះចំណុច2មេដាបិតាដែលមិនបានអប់រំកូនដែលនាំឲ្យមានអនាគតល្អមានបុណ្យកុសលនិងមានជោគវាសនាដ៏ល្អប្រសើរខ្ពង់ខ្ពស់បំផុតសំខាន់នោះមេដាបិតាមិនព្រួយបារម្ភជាមួយនឹងកូនទេក្នុងគណៈដែលបង្រៀនកូនក្នុងភារកិច្ច2យ៉ាងនោះអញ្ចឹងទី1ព្រះអង្គសម្ដែងថាម៉េចព្រមវិហារធម៌របស់ពុកម្ដាយមានក៏ពិតមែនហើយប៉ុន្តែត្រូវពយល់កូនឲ្យកូនចេះសាងបុណ្យវាចាបាបនឹងចំណុច2នឹងសំខាន់ណាស់អញ្ចឹងហាមឃាត់កូនមិនឲ្យធ្វើអំពើបាបទាំងឡាយតាំងពីក្មេងពីតូចទៅនេះឯងដែលបណ្ដុះពូជបុណ្យនៅក្នុងសន្តានចិត្តគេបណ្ដុះពូជចរិយាធម៌សិលធម៌របស់ខ្លួនគេដោយខ្លួនគេតាមរយៈនៃការអប់រំរបស់ម្ដាយឪពុកយើងទាំងអស់គ្នាភាកច្រើនណាស់ដែលកាន់ព្រះពុទ្ធសាសនាដូច្នេះកាលណាកាន់ព្រះពុទ្ធសាសនាត្រូវតែបានដឹងអំពីបាបនិងបុណ្យនេះសំខាន់ណាស់បើយើងស្រឡាញ់កូនដោយឪពុកខ្ញុំលោកមានប្រសាសន៍ថាគាត់បដៅគេកូនចៅថាបើកូនស្រឡាញ់កូនណាកូនត្រូវស្រឡាញ់អនាគតរបស់កូនមិនមែនស្រឡាញ់កូនដោយបណ្ដោយកូនទំនើងកូនឲ្យកូនធ្វើអ្វីស្រេចនឹងចិត្តនោះទេ
គេនៅក្មេងគេអត់ដឹងអ្វីទាំងអស់ក្រៅអំពីការបណ្ដោះបណ្ដាលបំពេញបន្ថែមពីមេដាបិតាដូច្នេះមេដាបិតាស្រឡាញ់កូនគឺត្រូវឲ្យកូនសាងអំពើល្អវាចាអំពើអាក្រក់វាទូចឲ្យហើយទៅនោះឯងគឺជាការបណ្ដុះពូជឲ្យគេមានអនាគតល្អឲ្យគេមានសេរីសុខសេរីសុភមង្គលជោគជ័យក្នុងជីវិតព្រោះបុណ្យរបស់គេបានកើតតាំងពីតូចមកមាននៅក្នុងសន្តានចិត្តគេគឺមានតាំងពីតូចមកចឹងបានគាត់បដោះឲ្យខ្ញុំរក្សាសិលតាំងពីក្មេងពីតូចទោះបីមិនតាន់ដឹងថាសិលនឹងយ៉ាងម៉េចទេលោកគ្រាន់តែកូនកុំសម្លាប់មនុស្សសត្វកូនកុំសម្លាប់សត្វទាំងអស់ហ្នឹងកូនកុំលួចគេណាពាក្យតាពីរនឹងឯងពីតូចនោះតើធំទៅមិនកុំប្រព្រឹត្តខុសក្នុងច្បាប់ទម្លាប់ទាំងឡាយប្រពៃណីរបស់ខ្លួនឯងណាកុំធ្វើខុសនឹងច្បាប់រដ្ឋនិងប្រពៃណីជាតិរបស់ខ្លួនអញ្ចឹងក្នុងខណៈដែលយើងបានផ្ដល់ឲ្យទៅកូនចៅគេវាចាអំពើអាក្រក់គេសាងបាបបានន័យថាគេខ្មាស់បាបខ្លាចបាបសួរតើគេហ៊ានទៅដើរលេងស្រីស្រាល្បែងទេគេអត់ទៅទេសួរតើគេទៅធ្វើខុសច្បាប់រដ្ឋទេជក់គ្រឿងញៀនលួចទ្រព្យសម្បត្តិគេទេអត់ទេព្រោះគេខ្លាចបាបដូចតែហើយតាំងពីតូចមកហ្នឹងយល់ទេទេពិចារណាមើលហើយកុំចាត់ថាគេក្មេងតាមតែគេចុះនេះជាការខុសឆ្គងរបស់មេដាបិតាណាមេដាបិតាខ្លះមានការខុសឆ្គងដែរមិនមែនចាំតែជួនកាលហ្នឹងណាគាត់មិនបានផ្ដល់ឲ្យបានឲ្យកូនបានល្អទេបើកូនទៅលួចគេទៅយករបស់គេសប្បាយចិត្តទៀតបើកូនកេងប្រវាញ់ពីគេបានសប្បាយចិត្តទៀតតែកូនឆ្លាតតាមពិតមិនមែនទេខុសហើយឲ្យគេបដោះពូជបាបនឹងឯងដែលជាអ្នកបំផ្លាញកូននឹងឯងមិនអាចមានសេរីសុខសេរីភាពមង្គលបានទេមិនអាចរុងរឿងបានទេពូជបាបតាំងពីក្មេងទៅនោះអញ្ចឹងសូមរក្សាការពារកូនដោយផ្ដល់អំពើល្អឲ្យគេដោយឲ្យគេសាងកុសលធម៌និងវាចាកបាបនេះឯងឥឡូវយើងមកទីនេះក៏ដូចគ្នាគឺសាងកុសលធម៌វាចាកបាបវាចាកមច្ឆាអាជីវៈមច្ឆាសមាធិមច្ឆាទាំងអស់ហ្នឹងអរិយមកអង្គ8មច្ឆាមៈហ្នឹងគឺវាចាកការយល់ខុសការត្រេះរិះខុសការនិយាយខុសការធ្វើខុសការចិញ្ចឹមជីវិតខុសការសន្សំសតិខុសមច្ឆាសតិមានណាកុំថាមានតែសមាឲ្យសោះអារលឹកខុសហ្នឹងសម្បូរណាស់យើងសពថ្ងៃនេះអង្គុយនឹងរលឹកខុសមកកណោដឹងខ្លួនអត់នឹកទៅរឿងអតីតនៅអនាគតទៅរលឹកតារឿងដែលអត់ប្រយោជន៍យកមកដាក់ក្នុងខ្លួនសមាធិខុសព្យាយាមខុសនឹងប្រយ័ត្នទៅណាអញ្ចឹងក្នុងគណៈដែលយើងជាមេត្តាបិតាត្រូវពង្រឹងកូនឲ្យយល់ត្រូវឲ្យបានច្បាស់លាស់ហើយមេត្តាបិតាកុំលំអៀងមេត្តាបិតាខ្លះស្រឡាញ់កូនអត់ស្មើទេស្រឡាញ់នេះស្រឡាញ់នោះកាន់ជើងមួយនេះកាន់ជើងមួយនោះធ្វើឲ្យកូនអត់មានភាពកក់ក្ដៅជាមួយនឹងឯងដែលធ្វើឲ្យកូនឃ្លាតឆ្ងាយពីម្ដាយម្ដងបន្តិចដោយសារតែបន្តោះបង្អាប់កាន់ជើងមួយលើកជើងមួយលើកកូនឲ្យស្រឡាញ់ពេញចិត្តណាចេះមញ៉ែមញក់អន្តើហ្នឹងទៅតែនឹងហើយដល់ទៅពេលគ្នានោះធ្វើការចងប់ដឹងតែពីខុសនេះខុសនោះនេះជាចំណុចមួយដែលយើងត្រូវគិតដើម្បីឲ្យចិត្តយើងឯងស្ថិតក្នុងសម្មាសមាធិបើចិត្តឃ្លៀងឃ្លោងតាំងពីក្នុងគ្រួសារតាំងពីជាមួយអ្នកដទៃហើយនោះมันអាចមកអង្គុយសមាធិបានទេព្រោះប្រកបដោយអកុសលចិត្តច្រើនពេកអញ្ចឹងព្យាយាមទៅណាព្យាយាមចំណុចហ្នឹងហើយព្យាយាមរក្សាសិលទៅរក្សាសិលឲ្យបានសិលនេះសំខាន់ណាស់ជាជើងទ្ររបស់សមាធិនិងវិបស្សនាដូច្នេះលោកអ្នកដែលអញ្ជើញមកថ្មីមិនតាន់បានយល់អស់សេចក្តីត្រូវព្យាយាមឲ្យមែនទែនក្នុងកិច្ចប្រតិបត្តិគឺការរក្សាសិលឲ្យបានល្អវាចាអំពើបាបទាំងឡាយហើយសមាធិនេះមានអាហាររបស់គេដែលព្រះអង្គទ្រង់សម្ដែងខ្ញុំសូមលើកឡើងឲ្យបានយល់ច្បាស់តើព្រះអង្គណែនាំយើងយ៉ាងម៉េចខ្លះអ្នកដែលចម្រើនសមាធិដែលមានការងារច្រើនធុរៈច្រើនអីហ្នឹងត្រូវពង្រឹងនៅពេលវេលាឲ្យបានហើយពង្រឹងពេលវេលាហ្នឹង
មាន4ពេលវេលានឹងមាន4ពេលទី1ការលេនធម្មសវណ្ណងបានន័យថាការស្ដាប់ធម៌តាមកាលអញ្ចឹងទៅផ្ទះវិញមានការវេលាណាស្ដាប់ព្យាយាមស្ដាប់ទៅដោយខ្ញុំទទួលជួបពុទ្ធបរិស័ទជាច្រើនក៏ថាគាត់ស្គាល់តាមទូរស័ព្ទឬតាម Facebook ហ្នឹងដោយសារការស្ដាប់ធម៌នេះជាការល្អហើយដែលស្ដាប់ធម៌ព្រះអង្គសម្ដែងអញ្ចឹងថាត្រូវតែស្ដាប់ធម៌តាមកាលវេលាបានន័យថាពេលវេលាណាដែលយើងរវល់រកទទួលទានចំនួនជួញដូរយើងគិតពីការងាររកទទួលទាននឹងទៅប៉ុន្តែយើងត្រូវបែងចែកពេលវេលាសម្រាប់ស្ដាប់ធម៌ដូចជាពេលព្រឹកភ្ញាក់ព្រលឹមឡើងបង្អោនចិត្តស្ដាប់ធម៌ទៅពេលយប់មុននឹងសម្រានបង្អោនចិត្តស្ដាប់ធម៌ទៅព្រោះអីកាលណាស្ដាប់ធម៌ធ្វើឲ្យចិត្តនឹងឯងត្រជាក់មានសេចក្តីសុខហើយកាលណាស្ដាប់ធម៌គឺធ្វើឲ្យយើងយល់ត្រូវយើងអាចដកពិសោធន៍ពេលជីវិតយើងពេលថ្ងៃយើងធ្វើអ្វីខ្លះដល់យើងធ្វើអ្វីខ្លះយើងអត់ដឹងខ្លួនថាខុសអ្វីខ្លះទេតែពេលយប់មុននឹងសម្រានស្ដាប់ធម៌កន្លះម៉ោង1ម៉ោងនោះជាការដោះខាត់ចិត្តឲ្យជ្រះស្រឡះពីការប្រឡាក់ពីពេលថ្ងៃដូចជាដេរឆានកថាដូចជាការមួម៉ៅដូចជាការខឹងដូចជាការលោភលន់រំពៃចង់បានទ្រព្យអ្នកដទៃឬក៏លោភលន់ដោយកេងកឹបរបស់អ្នកដទៃលក់ដូរដោយមិនគ្រប់ភ្នែកអញ្ជីងគេឬក៏វាស់កណាត់មិនត្រូវគ្នាអីចឹងនឹងយើងបានស្ដាប់ធម៌យើងនឹងរអៀសដូចថាខ្មាស់បាបអំពើអាក្រក់ផងខ្លួនឯងអញ្ចឹងអត់ហ៊ានធ្វើអំពើអាក្រក់នឹងតទៅទៀតទេព្រឹកព្រលឹមឡើងយើងតែងគិតនេះគិតនោះខ្វល់ច្រើនណាស់អញ្ចឹងវាបាត់ភាពសុខសាន្តក្នុងចិត្តខ្លួនឯងដូច្នេះត្រូវព្យាយាមស្ដាប់ធម៌ណាតាមកាលវេលាដែលយើងគ្រប់គ្រងផ្ទះគ្រប់គ្រងកូនចៅត្រូវមហូបមហាធ្វើមហូបមហាអីក៏យើងត្រូវមានពេលវេលាដែលត្រូវធ្វើកិច្ចការនៅក្នុងការគ្រប់គ្រងផ្ទះអញ្ចឹងពេលវេលានេះសំខាន់ណាស់ខ្ញុំឮលោកអ្នកខ្លះថាំងបរោះអញ្ចឹងទៅលោកស្ដាប់ទៅលក់បាត់ទៅអាស្ដាប់ឲ្យលក់បាត់ទៅនឹងអត់សូវល្អទេព្រោះអីព្រះអង្គសម្ដែងថាមានការប្រមាទណាប្រការប្រមាទដោយយកធម៌នឹងស្ដាប់ទៅភាកច្រើនតែឬនិយាយប្រាប់ខ្ញុំថាយកធម៌ពេលសម្រាននឹងយកធម៌ទៅស្ដាប់សម្រានទៅលក់ស្មើណាមិនដឹងនេះទៅបាត់ហើយធម៌នឹងចប់ពេលណាក៏មិនដឹងដែរទៅហើយចាអានឹងបានន័យថាស្ដាប់ធម៌ដើម្បីបំពេអារម្មណ៍ឲ្យលក់ប៉ុន្តែប្រសើរជាងអត់ទៅណាខ្ញុំចង់បញ្ជាក់ថាបើស្ដាប់ធម៌ឲ្យលក់វាប្រសើរជាងអត់ស្ដាប់តែបើឲ្យបានបន់ពេញលេញបរិបូរមិនល្អដូចដែលស្ដាប់ឲ្យចប់ចាំអធិដ្ឋានថាសម្រាមចានឹងព្រះអង្គសម្ដែងថាស្ដាប់តាមកាលវេលាតាមកាលសម័យហ្នឹងគឺអ្នកខ្លះទាំងខ្ញុំស្ដាប់ពេលធ្វើមហូបអាហារខ្ញុំស្ដាប់ដែរធ្វើមហូបអាហារក៏ស្ដាប់ដែរនឹងសួរថាតើសតិនឹងវាផ្ដោតទៅនឹងបុណ្យដល់ក្នុងស្ដាប់សំឡេងឬវាផ្ដោតមកស្លនេះអញ្ចឹងវាមានបានអីស្ដាប់ឬតែសលេងហ្នឹងខ្ញុំក៏ធ្លាប់ដែរពេលខ្លះខ្ញុំដាក់សំឡេងធរស្ដាប់ទៅខ្ញុំដល់ចប់រវល់ទៅសេខ្ញុំមានតែស្ដាប់នោះណាខ្ញុំគិតអាការងាររបស់ខ្ញុំនេះអានោះទៅនោះហើយនេះហ្នឹងចាអញ្ចឹងបើន័យថាពេលដែលយើងដាំស្លបើរវល់ទៅស្ដាប់ធរខ្លោចឥឡូវហ្នឹងឯងមែនទេបើមិនស្លហ្នឹងឬក៏ខទឹកតិចផងខ្លោចខតែឥឡូវហ្នឹងឯងបើសិនផ្ទៀងស្ដាប់ធរវាបរោះធរបាត់ហើយប៉ុន្តែបើមកគិតរឿងស្លធរនោះអត់ទេដដែលអញ្ចឹងព្រះអង្គសម្ដែងថាស្ដាប់តាមកាលណាបើនេះស្ដាប់ឲ្យមានប្រយោជន៍តាមកាលនឹងទី1ទី2ព្រះអង្គសម្ដែងថាម៉េចសាកច្ឆាធរតាមកាលនេះដូចមកអញ្ចឹងតាមកាលហ្នឹងហើយបើនៅផ្ទះជុំគ្នាសាកច្ឆាធរគ្នាទៅកុំស្អីជួបគ្នាឡើងនិយាយតែពីដើមគេមានអ្នកខ្លះតើនិយាយដើមគេឲ្យអស់ stress បាបទេណានិយាយដើមគេព្រះអង្គហាមទេណាដេរឆានកថានិយាយដើមគេនឹងជាផ្លូវទៅតឹងទៅកាន់ព្រះនិព្វានអត់អាចទៅព្រះនិព្វានបានទេហើយបើលោកីយើងវិញកាលណានិយាយដើមគេច្រើនតពីមាត់មួយទៅមាត់មួយមិនទៅឆ្លោះគ្នាតែឥឡូវនឹងឯងប្រពាក្យសម្ដីមនុស្សអត់
ត់ចម្លងដោយបិទបេះដាក់ឯលើកលែងតែតន្ទិញពាក្យនឹងមកដូចយើងរៀនធម៌តតន្ទិញបានដូចបេះដាក់អញ្ចឹងដល់និយាយទៅស្ដាប់បានទៅ10ដល់ពេលបន្តិចភ្លេចអា10នឹងបាត់ហើយដល់ទៅនិយាយមួយគេនៅសល់5ទៅថែមអាពាក្យខ្លួនឯងបញ្ចូលទៅតាមការគិតឃើញរបស់ខ្លួនអញ្ចឹងបន្តពីមួយទៅមួយថែមខ្លួនឯងម្នាក់តិចអាពាក្យដើមនេះបាត់អស់អញ្ចឹងអាគេនិយាយមានបំណងល្អសោះហ្នឹងអ្នកដែលមិនសូវល្អមានចិត្តមិនសូវត្រូវត្រង់យកអាបំណងល្អរបស់គេទៅនិយាយខុសទៅទៀតវាទៅជាទំនាស់អន់ចិត្តគ្នាទៅវិញទៅមកអានឹងប្រយ័ត្នតែណាប្រយ័ត្នមែនទែនចំណុចនេះអញ្ចឹងយើងអ្នករសាសិលកុំអីជួបគ្នាគឺសាកឆាធរដូចមកអញ្ចឹងឥឡូវខ្ញុំអង្គុយទៅនេះតាមដឹងខ្យល់ចេញក៏ដឹងចូលក៏ដឹងចេញក៏ដឹងចូលក៏ដឹងចិត្តខ្ញុំវាចេះតែគេចចេញពីកម្មដ្ឋានហ្នឹងទៅដឹងរឿងផ្សេងតើមានវិធីសាស្ត្រណាដើម្បីការពារចិត្តហ្នឹងកុំឲ្យចេញទៅរករឿងរ៉ាវដទៃក្រៅពីកម្មដ្ឋានដែលយើងចម្រើននឹងជាការល្អដែលសួរគ្នាអញ្ចឹងយើងអាចឆ្លើយប្រាប់គ្នាថាវិធីសាស្ត្រនៃការចងចិត្តហ្នឹងត្រូវដាក់ឧទាហរណ៍ឲ្យច្បាស់កម្មដ្ឋានដែលខ្យល់ចេញក៏ដឹងចូលក៏ដឹងហ្នឹងជាសសរស្ដំមួយជាសសរស្ដំមួយដែលបោះចាប់នៅក្នុងនឹងផែនដីនឹងនៅផែនដីបោះចាប់ដោយយកសសរគ្រឹះចឹងណាអត់អង្គើទៅណាទេអញ្ចឹងឲ្យដឹងថាកម្មដ្ឋាននេះជាសសរស្ដំមួយឯការដឹងកម្មដ្ឋានគឺការដឹងខ្យល់ចេញក៏ដឹងចូលក៏ដឹងនេះអ្នកណាអ្នកដឹងគឺចិត្តណាអ្នកដឹងគឺចិត្តហើយចិត្តនេះដឹងបានមកបន្តិចគេរត់ចេញទៅក្រៅដឹងបានបន្តិចគេគិតរឿងនេះរឿងនោះអញ្ចឹងគេចេះតែចេញទៅអញ្ចឹងដើម្បីកុំឲ្យចិត្តគេចេញទៅត្រូវរកខ្សែចងឲ្យចប់ជាមួយទៅសសរស្ដំហ្នឹងអញ្ចឹងរកខ្សែចងឲ្យចប់នឹងសសរស្ដំដែលរឹងមាំហ្នឹងគឺកម្មដ្ឋានដែលយើងចម្រើនអាណាបានេះព្រះអង្គសម្ដែងថាខ្យល់នឹងឯងប្រព្រឹត្តទៅពីធម្មតាទៅខ្យល់វែងពីខ្យល់វែងទៅខ្យល់ខ្លីពីខ្យល់ខ្លីទៅខ្យល់ទាំងពួងពីខ្យល់ទាំងពួងទៅខ្យល់ស្ងប់រហូតដល់ស្ងប់ក្រៃលែងណាស្ងប់ក្រៃលែងនេះគេកើតត្រង់ណាគេរលត់ត្រង់ណាប្រព្រឹត្តទៅយ៉ាងណានោះឲ្យតាមដឹងចប់នឹងឯងជាសសរស្ដំតាមដឹងនឹងឯងជាតួអីបញ្ញាណាតួបញ្ញាហើយដើម្បីឲ្យចិត្តនេះកុំឲ្យវារត់ទៅណាឲ្យមានសេចក្តីសុខស្ងប់ប្រសេចក្តីសុខស្ងប់នឹងឯងជាសមាធិហើយសេចក្តីសុខស្ងប់នេះឯងជាហេតុឲ្យបញ្ញាកើតឡើងដូច្នេះត្រូវមានខ្សែចងគឺសតិនេះឯងទាំងចឹងគិតឲ្យច្បាស់ណាខ្សែដែលចងភ្ជាប់រវាងសសរស្ដំនិងចិត្តនេះគឺសតិចាំសន្តានាធរគ្នាបញ្យល់គ្នាអញ្ចឹងហើយសតិនេះគេរលឹកដឹងខ្យល់នឹងដឹងកន្លែងណាគឺផាសៈឲ្យចាំណាផាសៈកន្លែងណាដំបូងទីគឺយកកន្លែងចុងច្រមុះផាសៈហ្នឹងដំបូងឲ្យដឹងកន្លែងរីករួមនឹងចុងច្រមុះសិនទៅបើមិនតាន់ដឹងតូចនៅចុងភាសាដែលមានលក្ខណៈតូចមុតស្រួចឲ្យច្បាស់កន្លែងរុនច្រមុះរាប់បបោមាត់ខាងលើប៉ុន្តែដំបូងទីយកអត្តន័យធំនឹងសិនចុះឲ្យទៅបានប៉ុណ្្នឹងសិនទៅយូរទៅនឹងប្រព្រឹត្តទៅដោយព្រះអង្គសម្ដែងហើយវាមុតស្រួចសតិយើងគឺរឹងមាំនិយាយចំអញ្ចឹងសតិរឹងមាំនោះគឺបានតែខ្សែនឹងរឹងមាំមិនងាយដាច់ទេឥឡូវនេះដែលយើងចេះតែរត់ទៅនេះទៅនោះមកពីអីសតិវាខ្សោយបានន័យថាខ្សែនឹងវាអត់រឹងមាំយល់ទេអញ្ចឹងត្រូវពង្រឹងសតិដល់អីគឺដាស់តឿនខ្លួនឯងណាការដាស់តឿនខ្លួនឯងលោមចិត្តខ្លួនឯងពង្រឹងចិត្តខ្លួនឯងមិនទៀតព្យាយាមញ៉ាំងសតិធាឲ្យមុតមមជឿតាមប្រពុតជាម្ចាស់ទ្រង់សម្ដែងសទ្ធានឹងខ្លាំងណាស់ណារហូតដល់សទ្ធាពលៈណាកម្លាំងខ្លាំងឥន្ទ្រីពលៈក៏ខ្លាំងក៏ថាខ្លាំងទាំងអស់ឥន្ទ្រីមាន5សទ្ធាសត្តិន្ទ្រីនឹងដំបូងទីអញ្ចឹងត្រូវប្រឹងប្រែងឲ្យមែនទែនឲ្យមានសទ្ធាមុតមមជឿជាក់លើគុណប្រណត្រ័យអញ្ចឹងយើងពង្រឹងសតិយើងដោយគិតថាបើអាត្មាអញប្រមាទបើអាត្មាអញរាយមាយបើអាត្មាអញបណ្ដោយឲ្យចិត្តចេះតែទៅនោះមិនឈ្មោះថាគោរពដល់ព្រះពុទ្ធទេមិនឈ្មោះថាជាកូនព្រះទេវាស្ថិតទៅនៅក្នុងផ្ទះមេយល់ឲ្យចាំឲ្យច្បាស់ណា
ពេលចេញចិត្តចេញពីពីអារម្មណ៍កម្មដ្ឋានដែលជាសសរស្ដំដ៏រឹងមាំនេះយើងបោះឲ្យជាប់ផែនដីនេះជាការល្អបំផុតហើយបើសិនជាសតិនេះវាអត់នៅទេគឺមានអីត្រូវមានអីមានការពង្រឹងឆន្ទៈរបស់ខ្លួនឯងណាពង្រឹងឆន្ទៈខ្លួនឯងដែលក្នុងអត្តបាតទាំង4នឹងចាំបាច់ពង្រឹងអត្តបាតនឹងគឺថាមានឆន្ទៈដ៏មុខមុតដើម្បីទៅដល់គោលដៅទៅដើរឲ្យត្រូវផ្លូវរិយមកអង្គ8ពេលដែលយើងបង្កើនឆន្ទៈដ៏មុខមុតដើរតាមរិយមកអង្គ8ហើយនោះយើងត្រូវផ្ទៀងផ្ទាត់ទៅមើលជំហានដែលយើងឈានតើយើងឈានបានត្រឹមណាហើយមើលឲ្យច្បាស់ថាតើកម្លាំងសទ្ធាដ៏មុតមមនោះមានក្នុងចិត្តដែរឬទេជាឆន្ទៈមួយជាចលករមួយពង្រឹងឲ្យយើងព្យាយាមណាហៅអត្តបាតទាំង4វិរិយៈទៀតណាឆន្ទៈវិរិយៈចិត្តវិមង្សាអញ្ចឹងគេត្រូវចង្កោមធនហ្នឹងគេត្រូវសហការគ្នាដើម្បីមកជួយសតិឲ្យគ្រប់គ្រងចិត្តឲ្យបានកុំឲ្យសតិនេះចេះតែរលត់ណាបើនៃសតិនឹងខ្សែវាអត់មាំទេណាពង្រឹងខ្សែនឹងឲ្យមាំឲ្យរឹងដូចខ្សែកាបហ្មងទៅណាឥឡូវនេះយើងនៅខ្សែអំបោះឡើយទេអញ្ចឹងមែនអត់ខ្សែអំបោះនោះចង់ខ្សែអំបោះអភ័យទៀតនោះប៉ះតន្តិចប្រុចបាត់ហ្នឹងណាចឹងមើលខ្សែយើងមិនមែនទេណាខ្សែហ្នឹងគឺសតិនឹងឯងសតិយកទៅចងអីចងចិត្តទៅភ្ជាប់មួយអីជាមួយកម្មដ្ឋានសសរស្ដំគឺកម្មដ្ឋានដែលយើងកំពុងដកដង្ហើមចេញចូលនេះចឹងមកនេះសសរស្ដំនេះអត់បាត់ទៅណាទេទៀតបើសតិរលត់ចិត្តទៅឯណាក៏ដង្ហើមនៅតែមានដដែលយល់ទេតែខ្ញុំឧទាហរណ៍ថាជាសសរស្ដំនឹងបោះឲ្យចប់នៅក្នុងផែនដីអត់ទៅណាទេតែចិត្តទេជាអ្នកទៅហើយបើទៅត្រូវទាញចិត្តមកវិញព្រោះអីព្រោះចិត្តធ្លាប់រស់នៅក្នុងអន្តៈមានៅក្នុងនុយមានៅក្នុងគុករបស់មាគឺកាមគុណ5នេះឯងអញ្ចឹងពេញចិត្តឬមិនពេញចិត្តមានតាំងពីរាប់កັບផែនដីមកហើយដែលយើងសន្សំនោះហើយទៅតែដឹងពេលព្រះអង្គសម្ដែងទៅដឹងថាខ្លួនឯងនៅក្នុងលំនៅមាគឺអីកិលេសមាមជ្ឈមានេះឯងអញ្ចឹងបើនៅក្នុងលំនៅមាសេចក្តីសុខរមែងប្រែប្រួលទៅរកទុក្ខបើលំនៅពុទ្ធជាម្ចាស់សេចក្តីសុខរមែងប្រព្រឹត្តទៅដើម្បីសុខរហូតអត់មានកិលេសកើតទៀតទេហើយក៏អត់មានជាតិជរាភយធិមរណៈដែរអញ្ចឹងយើងមើលទៅណាពេលជួបគ្នាត្រូវសន្តានាធម៌អញ្ចឹងណាទេណាឲ្យដឹងថាតើនេះត្រូវអប់រំម៉េចដើម្បីឲ្យចិត្តអាត្មាអញកុំទៅណាដូច្នេះត្រូវយកពាក្យព្រះអង្គឧបមាឲ្យព្រោះថាបញ្ញាសត្វលោកទាំងឡាយនៅតិចតួចណាស់អញ្ចឹងព្រះអង្គឧបមាដើម្បីយើងងាយយល់ឲ្យយល់ហើយទៅប្រតិបត្តិកើតបើអត់ចេះអត់យល់ទេប្រតិបត្តិអត់បានទេអញ្ចឹងយកពាក្យព្រះអង្គប្រៀបធៀបនេះទៅអនុវត្តណាឲ្យចាំពាក្យហ្នឹងទៅយកអនុវត្តនឹងសាកច្ឆាធម៌អញ្ចឹងទៅអានឹងចំណុចទី1បើយើងសាកច្ឆាធម៌ដែលយើងបានចេះដឹងហើយនេះយើងសួរគ្នាថានេះវិតកៈនឹងមានន័យមិនទៅហើយអាកន្លែងណាហៅទៅវិតកៈដែលលើកចិត្តឡើងកាន់អារម្មណ៍លើកពីតារាទៅតាណាចិត្តនឹងលើករួចទេបើអត់មានរូបរាងអត់ចាប់បានផងទៅចាប់ស្អីលើកនឹងឆ្ងល់សួរគ្នាអញ្ចឹងទៅព្រះអង្គសម្ដែងថាលើកចិត្តឡើងកាន់អារម្មណ៍បានន័យថាបង្អោនចិត្តទៅរកមโนចាំមកច្បាស់មโนគឺការបង្អោនចិត្តទៅណាហៅថាមโนទ្វានេះការបង្អោនចិត្តទៅឯវិញ្ញាណគឺការស្ទុះទៅនៃចិត្តឲ្យយល់ណាដូចយើងសោយអារម្មណ៍ទាំងឡាយដឹងរូបនេះរូបនោះឬសម្លេងនេះនោះគឺសន្ទុះចិត្តនេះគេទៅទទួលយកណាហៅថាចក្ខុវិញ្ញាណឬខិនវិញ្ញាណជាដើមវិញ្ញាណនេះជាស្ទុះទៅក៏មានន័យថាចិត្តនឹងដែរតែចិត្តនេះគេមានឈ្មោះច្រើនប៉ុន្តែក៏លំអៀងខុសគ្នាបន្តិចអញ្ចឹងពេលនេះគឺមโนទ្វានេះឯងគឺការលើកចិត្តគឺការបង្អោនចិត្តទៅរកនឹងមានន័យអញ្ចឹងទៅណាអញ្ចឹងបង្អោនចិត្តទៅរកអីទៅរកខ្យល់ដង្ហើមចេញនិងចូលយល់ទេចំណុចហ្នឹងខ្ញុំបញ្យល់នេះតាមការអនុវត្តផ្ទាល់ខ្លួនខ្ញុំទេណាទៅតាមពុទ្ធអាវាទព្រះអង្គទេតែលោកអ្នកធ្លាប់រៀនគ្រូណាគេបរៀនយ៉ាងណានោះខ្ញុំមិនហ៊ានបដិសេធយ៉ាងម៉េចទេតែបើរៀនតាមខ្ញុំសូមលះបង់ការយល់ខុសទាំងអស់
តាមប្រពុតជាម្ចាស់វិញព្រោះខ្ញុំមិនមែនតាំងខ្លួនជាគ្រូទេខ្ញុំយកប្រពុតជាគ្រូតែខ្ញុំគ្រាន់តែបញ្យល់តាមដោយមានការបត់ពិសោធន៍អនុវត្តតាមគ្រូរបស់ខ្ញុំគឺប្រពុតជាម្ចាស់នេះឯងខ្ញុំមានគ្រូជាបឋិជនមួយចំនួនមែនហើយខ្ញុំមានព្រះអង្គហូហួនជាគ្រូហើយក្រោយមកខ្ញុំក៏បានដកពិសោធន៍ទៅរៀនព្រះអង្គប៊ុនធឿនជាគ្រូហើយក៏ខ្ញុំរៀនជាមួយលោកគ្រូអគ្គបណ្ឌិតខាងវិបស្សនាជាគ្រូប៉ុន្តែការរៀនរបស់ខ្ញុំមិនបានស្ថិតនៅក្នុងវត្តជាប់រហូតទេគ្រាន់តែទៅរៀនមួយរយៈដោយពុទ្ធបរិស័ទអញ្ចឹងដល់ខ្ញុំជាប់រវល់រកទទួលទានប្រកបអាជីវកម្មហើយពិសេសនោះគឺខ្ញុំជក់ចិត្តនឹងអានគម្ពីរបត្រៃបិដកអញ្ចឹងខ្ញុំខំប្រឹងអានគម្ពីរបត្រៃបិដកដើម្បីផ្ទៀងផ្ទាត់ក្នុងកិច្ចប្រតិបត្តិរបស់ខ្ញុំព្រោះទៅរៀនគ្រូខ្ញុំមិនបាននៅវត្តដូចគេមិនមែនជាអ្នកបួសនៅវត្តទេអញ្ចឹងមួយរយៈដូច្នេះខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំត្រូវមានគ្រូមួយសម្រាប់ជីវិតខ្ញុំគឺបត្រៃបិដកនេះឯងពេលដែលខ្ញុំយូរទៅខ្ញុំលេងទៅគ្រូញឹកញាប់ហើយគឺខ្ញុំបានពេញចិត្តនឹងគ្រូរបស់ខ្ញុំបិតារបស់ខ្ញុំជាប្រិយបិតាដ៏កំពូលលើពិភពលោកក្នុងភពទាំង3អញ្ចឹងព្រះអង្គបានសម្ដែងមួយប្រអនន្តថាម្នាក់អនន្តអត់ពីតថាគតទៅអ្នកកំភីកំព្រួយធម៌វិន័យនេះឯងជាសាស្ត្រារបស់អ្នកនេះពាក្យនឹងមួយដែលខ្ញុំជ្រះថ្លារីករាយសប្បាយចិត្តជាមួយព្រះអង្គគ្រូហូហួនដែលឲ្យខ្ញុំអានបត្រៃបិដកហើយពេលដែលខ្ញុំប្រតិបត្តិពលត្រូវទើបខ្ញុំជាក់ច្បាស់ថាអូនេះជាគ្រូខ្ញុំនៅជាមួយខ្ញុំតាណោះដែលព្រះអង្គសម្ដែងថាឃើញធម៌ឃើញតថាគតណាឃើញធម៌ឃើញតថាគតឥឡូវខ្ញុំឃើញព្រះហើយឃើញបិតាខ្ញុំហើយគឺបិតិសុខៈឯកតាឧបេក្ខានៅក្នុងឈាននេះឯងនឹងខ្ញុំពេញចិត្តនឹងគ្រូនឹងជំហានទី1ដែលយើងត្រូវប្រតិបត្តិដើម្បីឈានដល់អីយល់ឲ្យច្បាស់នៅក្នុងពោធិបក្ខយធម៌ទាំង37ប្រការជាធម៌ត្រាស់ដឹងយើងកំពុងតែយល់បន្តិចនេះជាហេតុដើម្បីដើរទៅដល់ទីបញ្ចប់ដែលអត់ខុសផ្លូវគឺពោធិបក្ខយធម៌ទាំង37ប្រការនឹងឯងបើពោធិបក្ខយធម៌ទាំង37ប្រការយើងប្រតិបត្តិបានហើយនោះយើងនឹងឃើញច្បាស់ថាអរិយសច្ចធម៌យ៉ាងណាពិតប្រាកដដែរហើយយើងនឹងមើលឃើញហេតុខាងដើមដែលព្រះអង្គសង្ខេបមកវិញពោធិបក្ខយធម៌ទាំង37ប្រការហ្នឹងដែលព្រះអង្គសង្ខេបមកក្នុងអរិយមគ្គអង្គ8គឺសិលសិក្ខាសមាធិសិក្ខានិងបញ្ញាសិក្ខាសិក្ខាគឺកិច្ចប្រតិបត្តិសិក្សានឹងឯងអញ្ចឹងយើងកំពុងយល់កំពុងដឹងកំពុងគិតថាប្រត្រៃបិដកនេះហើយជាគ្រូអាចារ្យរបស់អ្នកព្រះអង្គបញ្ជាក់ថាម្នាក់អនន្តអត់ពីតថាគតទៅធម៌វិន័យអញ្ចឹងធម៌វិន័យនៅណាគឺបានចងក្រងក្នុងបត្រៃបិដកមានទាំងប្រពៃណីប្រសូតប្រអភិធម្មទាំងព្រះអង្គបញ្ជាក់ថាធម៌វិន័យនេះឯងជាសាស្ត្រាចារ្យរបស់អ្នកអញ្ចឹងពេលយើងប្រតិបត្តិយើងយកការចេះដឹងក្នុងបត្រៃបិដកនឹងឯងយកមកធ្វើជាគ្រូយើងនោះណាជាបតតឋានទេបតតឋានសម្រាប់ទៀងផ្ទាត់ក្នុងកិច្ចប្រតិបត្តិអញ្ចឹងជាបតតឋានក្នុងកិច្ចប្រតិបត្តិយើងបានយកពាក្យទូលមានព្រះអង្គការដែលចេះដឹងយល់ហើយធ្វើទុកក្នុងចិត្តល្អហើយយកមកទៀងផ្ទាត់ពេលយើងប្រតិបត្តិនេះឯងអញ្ចឹងពេលដែលលើកចិត្តឡើងកាន់អារម្មណ៍គឺការអីគឺការបង្អោនចិត្តទៅណាការបង្អោនចិត្តទៅអញ្ចឹងមើលតើការបង្អោនចិត្តទៅរបស់យើងក្នុងកម្មដ្ឋានដែលព្រះអង្គសម្ដែងថាប្រៀបដូចជាសសរស្ដំដែលបោះចប់នៅក្នុងផែនដីនឹងសំខាន់ណាស់ព្រោះអីព្រោះខ្យល់ដង្ហើមចេញចូលនេះឯងដែលយើងកំពុងភៀវនាឯងជាតួឈានឈ្មោះថាឈានអង្គឈានដុតកំដោចកិលេសចាពាក្យថាឈានគឺប្រែថាដុតកំដោចកិលេសដុតធម៌ជាសត្រូវដុតចិត្តអកុសលឲ្យរលាយគឺនិវរណធម៌5នេះឯងចាចឹងក្នុងគណៈដែលមានសតិចងចិត្តខ្ជាប់នឹងខ្យល់ចេញចូលជាសសរស្ដំនេះឯងដែលតែងតែមិនតែងតែមានកម្លាំងដើម្បីសម្លាប់អាហារអវិជ្ជាឲ្យអវិជ្ជានេះស្លាប់ឧបការៈឲ្យបញ្ញាកើតអញ្ចឹងយើងមើលគោលដៅដែលយើងត្រូវធ្វើយើងត្រូវយល់ឲ្យច្បាស់ថានេះអាត្មាអញកំពុងចម្រើននេះព្រះអង្គបញ្ជាក់ហើយថា
សត្វលោកសាងកម្មណាទទួលផលនៃកម្មនោះអញ្ចឹងអាត្មាអញកំពុងសាងកម្មជាកុសលតាមព្រះអង្គសម្ដែងហើយអាត្មាអញបានយកព្រះពុទ្ធជាបិតារបស់អាត្មាអញដើម្បីរំដោះខ្លួនចេញចាកទុក្ខទាំងពួងណាជាបិតាសង្សារវដ្តមិនធម្មតាទេណាគឺនាំសត្វលោកឲ្យចេញចាកពីសង្សារវដ្តការកើតចាស់ឈឺស្លាប់មិនចេះជាប់នេះអញ្ចឹងសូមបង្អោនចិត្តមើលឲ្យច្បាស់ទេណាមើលឲ្យច្បាស់ថាខ្យល់ចេញលក្ខណៈរបៀបម៉េចខ្យល់ចូលលក្ខណៈរបៀបម៉េចហើយគេមានការកើតនិងការរលត់អញ្ចឹងពេលដែលតាមដឹងនេះតាមដឹងខ្យល់ចេញចូលដែលលើកចិត្តដឹងកាន់អារម្មណ៍បានន័យថាបង្អោនចិត្តទៅដឹងខ្យល់ចេញចូលឲ្យតាមជាប់យ៉ាងនេះអត់មានរំខានពីនិរតធម៌5អត់មានរំខានពីចិត្តងោកងុយអត់មានរំខានពីការសង្ស័យអត់មានរំខានពីឧត្តចៈកុកចៈទេនោះហើយក៏អត់មានការរំខានពីអីទៀតពីថ្នាំងថ្នាក់បដិខៈតោសៈហើយក៏អត់មានរំខានចិត្តពីអីលោភៈអវិជ្ជាទោមនស្សក្នុងលោកណាអញ្ចឹងអត់មានរំខានពីនឹងទេមកផ្លេតហ្នឹងទេណាមិនចាំបាច់ដល់យូរទេអ្នកដែលមិនតាន់ជួបលក្ខណៈដែលសុខស្ងប់យូរទេកុំអស់សង្ឃឹមមានន័យថាកំពុងសំពូជប៉ុនហ្នឹងគណៈចិត្តដែលយើងកំពុងគិតកំពុងស្ដាប់កំពុងចម្រើនហ្នឹងណាគឺប៉ុនដល់ក្រៃលែងដែលមានអីមានអត្តបទទាំង4ហ្នឹងនៅជាមួយដែលមានរិទ្ធអភិញ្ញារហូតដល់បញ្ញវេកណញ្ញាណនេះក៏អត់មានរកអីបានក្រៅអំពីហេតុដែលនាំគឺការចម្រើនអានាបានេះទេដែលព្រះអង្គសម្ដែងថាអ្នកគាត់ទាំងឡាយអានាបានសតិនេះឯងជាធម៌ដ៏ឧត្តមជាធម៌មិនច្រឡូកច្រឡំដោយកិលេសមិនច្រឡូកច្រឡំដោយអវិជ្ជានិងឧបាទានទេណាមើលឲ្យច្បាស់ពេលចម្រើនខ្យល់ចេញចូលអត់មានច្រឡូកច្រឡំដោយអវិជ្ជាតណ្ហាឧបាទាននេះបើអត់ដឹងអានឹងឈ្មោះអវិជ្ជាតែបើយើងកំពុងដឹងហ្នឹងអានឹងហៅវិជ្ជាទៀតអាមិនដឹងទេថាហៅអវិជ្ជាអាដឹងហៅវិជ្ជាអញ្ចឹងបញ្ញាគឺវិជ្ជាគឺបញ្ញានឹងឯងទៅណាអញ្ចឹងមើលសង្កេតទៀតសង្កេតឲ្យឃើញថាអាត្មាអញតាមដឹងចេញចូលនោះជាតួកុសលគឺជាតួសមាធិដែលអត់មានរំខានពីនាមធម៌5ចាខនិកសមាធិបន្តិចហ្នឹងទេណាអញ្ចឹងក្នុងគណៈដែលអត់រំខានពីនាមធម៌5គណៈនឹងយ៉ាងម៉េចចិត្តយើងស្ងប់មកផ្លេតហ្នឹងបើយើងដំបងទីទៅហ្វឹកហាត់វាអត់យូរបានទេមីវានៅតាមជាប់ចនិចមីវានៅតិចនឹងច្រមុះនឹងភ្នែកនឹងតែបើកពុបជាប់ឥឡូវតើបិទបានអត់ជាប់ហ៊ានតែបើកភ្នែកពុបជាប់រូបជាប់សម្លេងអីបើកតិចបើកច្រមុះទៅឥឡូវអញ្ចឹងគណៈបិទទ្វារ5នៅទ្វារ1គឺមនោទ្វារអញ្ចឹងមនោទ្វារបង្អោនឲ្យជាប់ទៅក្នុងខ្យល់ដង្ហើមចេញចូលតាមដឹងទេណាតែកុំជាប់ចិត្តនឹងខ្យល់កុំបោះចិត្តទៅជាប់នឹងខ្យល់អញទៅដល់ណាខ្យល់អញចូលទៅណាទៅណីមិនបាច់ជាប់នឹងអានឹងទេគេទៅណាក៏គេទៅដឹងត្រឹមភាសៈបានហើយតែដល់ពេលដំណាក់កាលមួយដែលលោកអ្នកត្រូវដឹងកំណត់ដឹងនោះនៅពេលណាដោយប្រគុណចាស់បានបន្ទូលម្សិលមិញកណាបានលើកប្រកេនឲ្យបកថ្វាយព្រះអង្គប្រកេនព្រះអង្គវិញខណៈដែលយើងតាមដឹងច្បាស់ខ្យល់វែងក៏ដឹងច្បាស់ថាវែងរលត់ទៅខ្យល់ខ្លីកើតឡើងក៏ដឹងច្បាស់ខ្យល់ខ្លីខ្យល់ទាំងពួងកើតឡើងក៏ដឹងច្បាស់ខ្យល់ទាំងពួងព្រះអង្គមានបន្ទូលថាអាត្មាឃើញខ្យល់កើតមកវាមកទៅវាអាត្មាអត់ដឹងផងវាជាមកអាពេលអាខ្លីអាទាំងពួងឥឡូវវានៅពេញតពោះពេញខ្លួនអាត្មាអញ្ចឹងទូព្រះអង្គថាព្រះអង្គត្រូវកំណត់ឲ្យច្បាស់ពេលចម្រើនក្រោយទៀតហ្នឹងចំណត់ឲ្យច្បាស់ប្រាប់នឹងពេលហ្នឹងត្រូវចម្រើនពីដំបូងទីទៀតហើយលើកចិត្តឡើងកាន់អារម្មណ៍ចម្រើនពីខ្យល់ធម្មតារលត់ហើយមកខ្យល់វែងរលត់ខ្យល់វែងព្រះអង្គដឹងច្បាស់ថាខ្យល់វែងកើតរលត់មុននឹងរលត់ខ្យល់វែងនេះគេមិនមែនក្រោកគ្រាតដោយដំបូងទីទេព្រះអង្គត្រូវតាមដឹងចំណុចមួយទៀតខ្យល់វែងនេះមុននឹងរលត់គេមិនមែនក្រោកគ្រាតដោយដំបូងទេដោយព្រះអង្គទាំងឃើញដូចវាមកខ្លាំងអញ្ចឹងត្រូវហើយព្រះអង្គដំបូងទីវាខ្លាំងអញ្ចឹងបើពេលណាខ្លាំងព្រះអង្គតាមមើលខ្លាំងនឹងខ្លាំងយូរគេថយទៀតគេថយរឿងស្ដើងរឿងសឡូនរឿងស្មើរឿងតូចគេរលត់ទៅចាប់ដើមខ្យល់ខ្លីកើតនឹងតាមមើលចំណុចនឹងទៀតណាព្រះអង្គណាដើម្បីឲ្យសតិនេះរឹងមាំឧបការៈទៅដល់ឈានសមាបត្តិបានព្រះអង្គអញ្ចឹងព្រះអង្គត្រូវតាមដានចំណុចនឹងហើយពេលដែលដឹងច្បាស់ខ្យល់ខ្លីវាក្រោកគ្រាតត្រង់ណាហើយវាយ៉ាងណាយ៉ាងណីព្រះអង្គដឹងឲ្យច្បាស់ពីចុងច្រមុះមកចុងដង្ហើមចុងច្រមុះចុងដង្ហើម
ពីដំបងទីខ្យល់វែងមកពីណាពីពោះព្រះអង្គត្រូវកំណត់ពុទ្ធបរិស័ទត្រូវកំណត់វែងពីពោះមកដល់ចុងច្រមុះដល់ក្រោយមកទៀតខ្លីវែងរលត់ទៅខ្លីកើតឡើងពីចុងដង្ហើមមកចុងច្រមុះចាំឲ្យច្បាស់ចំណុចហ្នឹងចាហើយដល់តាខ្លីនេះគេរលត់ទៅខ្យល់ទាំងពួងកើតឡើងវាវល់ពេញនៅក្នុងខ្លួនមកខ្យល់ទាំងពួងខ្យល់ទាំងឡាយដែលទៅក្នុងកាយហ្នឹងណាដែលវាមានក្នុងកាយខ្យល់ទាំងប្រមាណយ៉ាងហ្នឹងនៅមកអស់ហើយទាំងខ្យល់ផាត់ក្នុងកាយក្នុងពោះវៀនតូចធំអីហ្នឹងខ្យល់ដង្ហើមចេញចូលហ្នឹងខ្យល់ប្រព្រឹត្តទៅក្នុងកាយទាំងប្រមាណគេមកចូលប្រជុំចូលគ្នាព្រះអង្គស្ដាយថាខ្យល់ទាំងពួងហ្នឹងគឺមាន6យ៉ាងក្នុងកាយហ្នឹងប្រមូលចោះមកទាំងអស់ហើយអញ្ចឹងម្ដងវាចាក់ទៅនេះម្ដងចាក់ទៅនោះវល់ដោយព្រះអង្គតាមដឹងចំណុចហ្នឹងឲ្យចប់កុំឲ្យភ័យអញ្ចឹងបើតាមដឹងខ្យល់ហ្នឹងវាវល់អញ្ចឹងហើយតាមមើលវាច្បាស់ប៉ុន្តែទុកវេទនាកើតខ្លាំងណាស់ណាដែលព្រះអង្គស្ដាយទៅវាតឹងដែនកកមានក្មួយសួរខ្ញុំឆ្លើយពេលនេះឲ្យហើយទៅក្មួយបានសួរខ្ញុំទៅតាមបណ្ដាញ Facebook ខ្ញុំរវល់ការងារច្រើនបានបើកមើលអញ្ចឹងត្រូវកំណត់មួយទៀតឲ្យច្បាស់ណាពេលដែលវាវល់វាតឹងមកដើមទ្រូងស្ទើបែកស្ទើផ្ទះទាំងហើមមិនបាច់ភ័យទេគេឲ្យគេព្យាបាលបេះដូងយើងទៅនឹងកំពុងតែព្យាបាលអាស្ទះនៅក្នុងហើយអញ្ចឹងបើគេរឹងមកដល់កកមិនបាច់ភ័យទេអត់ស្លាប់ទេឲ្យតែជួបខ្យល់វែងខ្យល់ខ្លីខ្យល់ទាំងពួងកើតមិនបាច់ភ័យខ្លាចស្លាប់អីទេអត់ស្លាប់ទេខ្ញុំក៏ជួបដែរក៏វេទនាដូចគ្នាខ្ញុំអត់ដឹងដំបងទីដែលអត់តាន់មើលបត្រែបដកឲ្យអស់អើយជាប់នឹងអាខ្យល់ទាំងពួងនោះឈឺខ្លាំងពេកអើយទៅណាទៅណីចេះគាត់តែនឹកឃើញអើយទៅណាទៅណីបាត់ធ្លាក់ចុះខ្យល់ធ្លាក់ចុះមកវិញបាត់អត់ទៅលើបានទេអញ្ចឹងគឺមិនបាច់គិតទៅវាទៅណាមួយបានណីមិនបាច់ខ្វល់សំកត់ធ្ងន់ទៅលើខ្យល់ចេញនឹងចូលនឹងជាមួយខ្យល់ទាំងពួងនឹងឲ្យច្បាស់បើវាឡើងណែនរហូតមកដល់កកយូរណែនមកដល់ក្បាលវាអត់ធ្លាយឈឺពេកឈឺស្ទើបែកត្រឹមបានដាក់ចុះនឹងចំហៀនទី1ភាគច្រើនគឺអញ្ចឹងដាក់ចុះហើយព្រោះអត់តាន់ដឹងច្បាស់